ស្ដីអ្នកគ្នានៅក្នុង Microsoft Word បើសិនជាយើងចង់ធ្វើការបញ្ចូលនៅថ្ងៃខែឆ្នាំដែលជាប្រភេទច័ន្ទគតិនិងសូរ្យគតិឲ្យមានភាពងាយស្រួលហើយនឹងលឿនជាងមុនដោយយើងគ្រាន់តែធ្វើការបញ្ចូលនៅដោយយើងមាន option មួយខ្មែរ date ហើយយើងគ្រាន់តែបញ្ចូលឆ្នាំខែថ្ងៃដែលយើងចង់ធ្វើការបំលែងវាទៅជាប្រភេទច័ន្ទគតិឬក៏សូរ្យគតិយើងគ្រាន់តែចុចលើកន្លែង option បំលែងហើយយើងនឹងទទួលបាននៅថ្ងៃខែឆ្នាំដែលជាប្រភេទច័ន្ទគតិនិងសូរ្យគតិដែលយើងបានកំណត់ហើយ option មួយទៀតបើសិនជាយើងចង់ទទួលបានថ្ងៃខែឆ្នាំដែលជាប្រភេទច័ន្ទគតិនិងសូរ្យគតិនៅក្នុងថ្ងៃនេះយើងគ្រាន់តែចុច option ថ្ងៃនេះយើងនឹងទទួលបាននៅថ្ងៃខែឆ្នាំទាំងពីរប្រភេទហ្នឹងនៅក្នុងថ្ងៃនេះផ្ទាល់អញ្ចឹងកុំឲ្យខាតពេលយូរយើងទៅដឹងអំពីរបៀបនៅក្នុងការ add option មួយហ្នឹងពីលើ Microsoft Word ទាំងអស់គ្នាយើងដំបូងយើងគ្រាន់តែចូលទៅកាន់Google Chrome ដែលយើងគ្រាន់តែ search ពាក្យថាខ្មែរ Luna for MS Word អញ្ចឹងនៅពេលដែលយើងវាយពាក្យដូចខ្ញុំបានវាយនេះហើយយើង enter មកហើយយើងនឹងឃើញមានlink នេះមួយអញ្ចឹងយើងចុចទៅលើ link មួយហ្នឹងទៅមកយើងធ្វើការ scroll bởiក្នុងនេះគឺនៅក្នុង website មួយនេះគឺមានប្រាប់ពីរបៀបនៅក្នុងការដំឡើងឬក៏ install ទៅលើ feature មួយហ្នឹងដែរអញ្ចឹងអ្នកនរគ្នាដែលមិនចេះនៅក្នុងការ install អ្នកនរគ្នាអាចមើលនៅក្នុងបំរាប់ដែលគេបានដាក់នៅក្នុង website មួយហ្នឹងបានទៅមួយទៀតយើងត្រូវធ្វើការ download ឬក៏ទាញយកនៅក្នុងកម្មវិធីហ្នឹងជាមុនសិនដោយ click ទៅលើពាក្យថាទាញយកកម្មវិធីអញ្ចឹងយើង click មកវានឹងទៅកាន់ option មួយទៀតដែលអ្នកនរគ្នានឹងឃើញពាក្យថាខ្មែរ Luna setup.exe អញ្ចឹងយើងគ្រាន់តែ click លើពាក្យថា download ទៅមក file មួយហ្នឹងនឹងចូលទៅក្នុងbrowser របស់អ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាគ្រាន់តែ click ទៅលើពាក្យclick ទៅលើ file.exe ដែលអ្នកនរគ្នាបាន download មកចុច yes មកហើយវានឹងបង្ហាញអំពីoption ដែលជា agreement នៅក្នុងការ install នៅកម្មវិធីមួយហ្នឹងអញ្ចឹងយើងគ្រាន់តែចុចយក option មួយនេះ I accept the agreement ហើយយើង click next ទៅមកយើង click ពាក្យថា install ទៅមកយើងបាន install វារួចហើយយើងចុច finish មកហើយយើងចូលទៅកាន់ Microsoft Word យើងវិញបើសិនជាអ្នកនរគ្នាអត់ទាន់ឃើញ tab ឬក៏ option មួយនេះទេអ្នកនរគ្នាគ្រាន់តែធ្វើការចេញពី Microsoft Word របស់អ្នកនរគ្នាមកហើយបើកចេញបែបនេះមកហើយធ្វើការបើកចូល Microsoft Word ម្ដងទៀតអ្នកនរគ្នានឹងឃើញoption មួយនេះហើយយើង click មកអ្នកនរគ្នានឹងឃើញទម្រង់ដូចដែលខ្ញុំបានបង្ហាញហ្នឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងបើចង់បានទទួលបាននៅវីដេអូថ្មីៗសូមកុំភ្លេចចុច follow page របស់ខ្ញុំដូចជា subscribe នៅ channel YouTube របស់ខ្ញុំដូចគ្នាអរគុណសូមជម្រាបលាជួបគ្នានៅឱកាសក្រោយ